នៅក្នុងយុគសម័យសេដ្ឋកិច្ច Digital ឆ្នាំ2026នេះការទូទាត់ប្រាក់តាមរយៈបាគងនិង KHQR បានក្លាយជាសរសៃឈាមនៃអាជីវកម្មគ្រប់ប្រភេទក្នុងប្រទេសកម្ពុជាប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាដើរលឿនក្រុមជនខិលខូចក៏កំពុងអភិវឌ្ឍវិធីសាស្ត្របោកប្រាស់ថ្មីៗកាន់តែសាហាវជាងមុនដែរតើម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម SME គួរធ្វើដូចម្តេចដើម្បីកុំឲ្យលុយដែលរកបានដោយលំបាកត្រូវធ្លាក់ក្នុងដៃបោកខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលអ្នកត្រូវដឹង1ប្រយ័ត្នការបោកប្រាស់តាមរយៈ Telegram គឺជាឧបករណ៍ទំនាក់ទំនងលេខ1សម្រាប់អាជីវកម្មនៅកម្ពុជាប៉ុន្តែវាក៏ជាកន្លែងដែលជនបោកប្រាស់ចូលចិត្តប្រើបំផុតដែរវិធីសាស្ត្រជនបោកប្រាស់បង្កើតគណនីក្លែងបន្លំជានិព្វានឬភ្នាក់ងារធនាគារហើយផ្ញើសារមកអ្នកថាគណនីរបស់អ្នកមានបញ្ហាឬឈ្នះរង្វាន់រួចឲ្យអ្នកចុចលើ link ឬផ្ញើលេខកូដ OTP ដំណោះស្រាយកុំចុចលើ link ចម្លែកដែលផ្ញើមកបើកមុខងារ two step verification ក្នុង Telegram ជាដាច់ខាតចាំថាគ្មានបុគ្គលិកធនាគារណាម្នាក់សុំលេខកូដ OTP ពីអ្នកតាម Telegram ឡើយល្បិចបន្លំរូបភាពផ្ទេរប្រាក់ fake screenshot សម្រាប់អាជីវកម្មដែលលក់អនឡាញឬផ្ញើទំនិញតាមអីវ៉ាន់ល្បិចនេះកំពុងកើតមានច្រើនចេះវិធីសាស្ត្របោកជនបោកប្រាស់ប្រើកម្មវិធីកែរូបភាពឬ app ក្លែងបន្លំដើម្បីបង្កើតរូបភាពផ្ទេរប្រាក់តាមបាគងឬ app ធនាគារដែលមើលទៅដូចមែនទែន 100% ដំណោះស្រាយកុំជឿលើរូបភាព screenshot ដែលអតិថិជនផ្ញើមកត្រូវពិនិត្យមើលការជូនដំណឹង notification ក្នុង app ធនាគារផ្ទាល់ខ្លួនរបស់អ្នកឬ merchant app ជាមុនសិនថាតើលុយចូលមែនឬអត់មុននឹងសម្រេចចិត្តប្រគល់ទំនិញការពារ KHQR stand របស់អ្នកតើអ្នកដឹងទេថាជនខិលខូចអាចមកលួចប្ដូរ QR code របស់អ្នកនៅមុខហាងបានវិធីសាស្ត្របោកពួកគេមកលួចបិទ QR code ថ្មីរបស់ពួកគេពីលើ QR code របស់អ្នកនៅពេលអតិថិជន scan លុយនឹងរត់ចូលទៅគណនីជនបោកប្រាស់ចំនួនវិញដំណោះស្រាយត្រូវពិនិត្យមើលផ្លាក KHQR របស់អ្នករៀងរាល់ព្រឹកនិងពេលល្ងាចបើអាចគួរប្រើស្រូមតែរឹងមាំឬ scan សាកល្បងខ្លួនឯងមុនពេលបើកហាងកុំឲ្យបុគ្គលិកប្រើទូរស័ព្ទផ្ទាល់ខ្លួនដើម្បីទទួលលុយសម្រាប់ហាងដែលមានបុគ្គលិកច្រើនការឲ្យបុគ្គលិកប្រើគណនីផ្ទាល់ខ្លួនដើម្បីទទួលលុយអតិថិជនគឺជាហានិភ័យធំដំណោះស្រាយប្រើប្រាស់បាគង for business ឬ merchant app របស់ធនាគារដែលអនុញ្ញាតឲ្យអ្នកមានគណនីមេ owner និងគណនីរង cashier អ្នកអាចតាមដានរាល់ប្រតិបត្តិការបានភ្លាមតាមទូរស័ព្ទដៃរបស់អ្នកទោះបីជាអ្នកមិននៅហាងក៏ដោយរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនការបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា Cybercrime យ៉ាងខ្លាំងក្លាបំផុតនៅឆ្នាំ2026នេះបើអ្នកសង្ស័យថាត្រូវបានគេបោកប្រាស់សូមប្រញាប់តាក់ទងទៅធនាគាររបស់អ្នកភ្លាមឬរាយការណ៍ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតើអ្នកធ្លាប់ជួបករណីសង្ស័យណាមួយដែរទេចែករំលែកបទពិសោធន៍របស់អ្នកក្នុងប្រអប់ comment ខាងក្រោមនេះដើម្បីឲ្យម្ចាស់អាជីវកម្មផ្សេងទៀតបានដឹងនិងការពារទាំងអស់គ្នា